យើងទៅមើលក្រោយបែកធ្លាយបាទរូបថតជនសង្ស័យដែលជាមេ scammer ដ៏ធំបំផុតបាទជាមួយនឹងនាយករដ្ឋមន្ត្រីថៃលោកអនុទិនបាទធ្វើឲ្យនាយករដ្ឋមន្ត្រីក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបាទក៏ក្រោកបាទពេញប្រទេសតែម្ដងហើយនាយករដ្ឋមន្ត្រីលោកអនុទិនហ្នឹងគឺគាត់បញ្ញាប់បញ្ញាល់ចេញមុខបដិសេធអំពីទំនាក់ទំនងរវាងខ្លួនហើយនឹងបរិសឈ្មោះ Ben Smith នឹងតែម្ដងបាទដោយនិយាយថាលោកបានជួបលោក Smith ហ្នឹងគឺនៅប្រទេសសិង្ហបុរីដោយចែកដននោះទេហើយក្នុងអំឡុងពេលដែលអាហារពេលល្ងាចជាមួយនឹងក្រុមចូលរួមដោយគណៈប្រតិភូរបស់លោកឧត្តមសេនីយ៍អាម៉ារ៉េតគង់សំផុនក្រោយរដ្ឋប្រហារថៃឆ្នាំ2014ហើយក្រោយមកក៏គ្មានការជាប់ពាក់ព័ន្ធអ្វីជាមួយគ្នាបន្តទៀតនោះទេបាទនេះគឺជាការអះអាងរបស់លោកអនុទិនដែលជានាយករដ្ឋមន្ត្រីចិត្តអស់តំណែងបាទអញ្ចឹងគឺបែកធ្លាយបាទរូបភាពបាទជាមួយនឹងមេ scammer ធំបំផុតតែម្ដងបាទថតរូបជុំគ្នាហើយញ៉ាំអាហារអីជុំគ្នាបាទជាមួយនឹងមេ scammer នឹងតែម្ដងបាទអញ្ចឹងក្រោយពេលបែកធ្លាយទៅគឺនាយករដ្ឋមន្ត្រីថៃហ្នឹងគឺចេញមុខមកបដិសេធតែម្ដងនិយាយទៅគឺថៃអត់ព្រមទទួលស្គាល់ការពិតទេបាទទោះបីជាធ្វើអីខុសកន្លងមកតាក់ទងជាមួយនឹងព្រំដែនជាមួយនឹងកម្ពុជាហ្នឹងអត់ព្រមទទួលស្គាល់ការពិតថាខ្លួនឯងខុសទេបាទអញ្ចឹងយើងមើលបន្តទៀតយ៉ាងណាមិនមែនតែលោកអនុទិនឡើយមានមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់បានចេញមុខមកប្រកែកដើម្បីបង្ហាញគេឯងថាខ្លួនជាមនុស្សស្អាតស្អំដោយនៅក្នុងនោះក៏មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកឯកនិធិឋានប្រផាតបានថ្លែងប្រាប់អមរិននៅក្នុងទីក្រុងបាងកកលោកឯកនិធិបានបញ្ជាក់យ៉ាងច្បាស់ថាគ្មានអ្វីចោទជាបញ្ហាឡើយហើយចំពោះរឿងនេះលោកបានបញ្យល់រួចអស់ហើយអត់មានអ្វីត្រូវនិយាយទៀតនោះទេមិនបាច់ខំប្រឹងចេញមកបដិសេធទេបាទគ្រាន់តែបែកធ្លាយរូបភាពបាទហូបអាហារជាមួយគ្នាថតរូបជាមួយគ្នាហ្នឹងគេដឹងហើយបាទទូទាំងពិភពលោកគេមើលទៅគេដឹងហើយគេស្គាល់ដល់សន្តានបាទរបស់ពួកជនជាតិសៀមនេះបងប្អូនណាបាទទាំងមេទាំងកូនចៅហ្នឹងគឺចេញមកគឺគ្មានច្រឡំគេទេបាទបាទអរគុណច្រើនអញ្ចឹងបងប្អូនជួយ share ចែករំលែកនៅព័ត៌មាននេះទាំងអស់គ្នាបាទសូមអរគុណ